សប្តាហ៍ទី4គម្រោងមេរៀនសង្ខេបព្រះគ្រីស្ទជាចំណុចកណ្ដាលរបស់ព្រះត្រីឯកដែលបានឆ្លងកាត់ដំណើរការអំណានបទគម្ពីរម៉ាថាយជំពូក28ខ19 1កូរិនថូសជំពូក15ខ45និង2កូរិនថូសជំពូក3ខ17ជំពូក13ខ14ថ្ងៃទី1 លរម៉ាំងទី1ការបើកសម្ដែងដ៏ច្បាស់បំផុតអំពីសភាពត្រីឯករបស់ព្រះគឺមាននៅក្នុងម៉ាថាយជំពូក28ខ19ដូច្នេះចូលទៅធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្សព្រមទាំងធ្វើឲ្យគេជ្រមុជទឹកចូលទៅក្នុងព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចោះសកចូលទៅក្នុងព្រះនាមសំដៅលើបុគ្គលលេខ1ការបានជ្រមុជទឹកគឺការបានជ្រមុជទឹកចូលទៅក្នុងព្រះនាមបុគ្គលនៃព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចូលទៅក្នុងការរួបរួមផ្នែកសរីរាង្គជាមួយព្រះត្រីឯកដែលបានឆ្លងកាត់ដំណើរការលេខ2ពាក្យថាចូលទៅក្នុងជំពូក28ខ19បង្ហាញពីការរួបរួមដោយនៅក្នុងរ៉ូមជំពូក6ខ3និងកាឡាទីជំពូក3ខ27និង1កូរិនថូសជំពូក12ខ13ដែរលេខ3ការជ្រមុជទឹកមនុស្សចូលទៅក្នុងព្រះនាមរបស់ព្រះត្រីឯកគឺជាការជ្រមុជពួកគេចូលទៅក្នុងការរួបរួមខាងវិញ្ញាណនិងអាចកំបាំងជាមួយទ្រង់លេខ4នៅក្នុងម៉ាថាយជំពូក28ខ19មានព្រះនាមតែមួយសម្រាប់សភាពត្រីឯករបស់ព្រះសកព្រះនាមគឺជាការបូកសរុបនៃរូបអង្គរបស់ព្រះដែលស្មើនឹងអង្គបុគ្គលរបស់ទ្រង់សខការជ្រមុជទឹកពួកអ្នកជឿចូលទៅក្នុងព្រះនាមរបស់ព្រះត្រីឯកគឺជាការមុជពួកគេចូលទៅក្នុងអ្វីៗទាំងអស់ដែលព្រះត្រីឯកជាអក្សរខព្រះគឺ3ក្នុង1នៅក្នុង2កូរិនថូសជំពូក13ខ14លេខ1នៅក្នុងម៉ាថាយជំពូក28ខ19ព្រះអម្ចាស់បានមានបន្ទូលអំពីបុគ្គល3អង្គព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធលេខ2នៅពេលដែលព្រះអង្គមានបន្ទូលនៅទីនេះអំពីព្រះនាមរបស់ព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធព្រះនាមគឺជាពាក្យឯកវចនៈនៅក្នុងអត្ថបទដើមលេខ3នេះមានន័យថាព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគឺ3ប៉ុន្តែព្រះនាមគឺតែមួយលេខ4ព្រះនាមតែមួយសម្រាប់បុគ្គល3អង្គគឺពិតជាអាចកំបាំងហើយបើកសម្ដែងថាព្រះគឺ3ក្នុង1លេខ5ព្រះនាមនេះរួមបញ្ចូលបុគ្គលទាំង3ព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធលេខ6ទោះបីព្រះគឺជាតែមួយគត់ក៏ដោយប៉ុន្តែក៏មានបុគ្គល3អង្គព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធដែរសប្តាហ៍ទី4ថ្ងៃទី1ការបម្រុងចិញ្ចឹមនៅពេលព្រឹកខព្រះគម្ពីរម៉ាថាយជំពូក28ខ19ដូច្នេះចូលទៅធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្សព្រមទាំងធ្វើឲ្យគេជ្រមុជទឹកចូលទៅក្នុងព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចោះខព្រះគម្ពីរកាឡាទីជំពូក3ខ27ព្រោះអស់អ្នកដែលបានទទួលបន់ជ្រមុជក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ
បន្ទាប់ពីព្រះអង្គបានយាងចូលទៅក្នុងសេចក្តីរស់ឡើងវិញដែលជាការសម្រេចចុងក្រោយនៃដំណើរការរបស់ព្រះត្រីឯកព្រះអង្គម្ចាស់យេស៊ូវបានប្រទានការបង្គាប់នេះនៅក្នុងម៉ាថាយជំពូក28ខ19ព្រះត្រីឯកបានឆ្លងកាត់ដំណើរការមួយដែលបានចាប់ផ្ដើមដោយការក្លាយជាសាច់ឈាមរួមមានការដំណើរជីវិតជាមនុស្សនិងការជាប់ឆ្កាងហើយបានសម្រេចចុងក្រោយដោយសេចក្តីរស់ឡើងវិញនៅក្នុងសេចក្តីរស់ឡើងវិញនេះព្រះគ្រីស្ទដែលជាការប្រែសភាពរបស់ព្រះត្រីឯកបានក្លាយជាព្រះវិញ្ញាណផ្ដល់ជីវិតឥឡូវនេះព្រះវិញ្ញាណនេះគឺជាការសម្រេចចុងក្រោយរបស់ព្រះត្រីឯកសម្រាប់ពួកអ្នកជឿដើម្បីបានជ្រមុជទឹកចូលទៅក្នុងសភាពត្រីឯករបស់ព្រះការបើកសម្ដែងដ៏ច្បាស់លាស់បំផុតពីសភាពត្រីឯករបស់ព្រះគឺមាននៅក្នុងម៉ាថាយជំពូក28ខ19នៅផ្នែកម្យ៉ាងខនេះនិយាយអំពីព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធនៅផ្នែកម្យ៉ាងទៀតក្នុងខនេះមានតែព្រះនាមតែមួយគឺព្រះនាមរបស់ព្រះវរបិតានិងព្រះនាមរបស់ព្រះរាជបុត្រានិងព្រះនាមរបស់ព្រះវិញ្ញាណបរិសុទ្ធនេះគឺជាការបញ្ជាក់ពេញលេញនៃដំណើរការរបស់ព្រះត្រីឯកជាដំណើរការដែលបញ្ចប់នៅក្នុងសេចក្តីរស់ឡើងវិញបន្ទាប់ពីការបញ្ចប់ពេញលេញនៃដំណើរការនេះព្រះគ្រីស្ទដែលបានរស់ឡើងវិញបានយាងទៅឯពួកសិស្សហើយបានបង្គាប់ឲ្យពួកគេចេញទៅដោយមានសិទ្ធិអំណាចរបស់ទ្រង់ដើម្បីធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្សហើយជ្រមុជទឹកពួកគេចូលទៅក្នុងព្រះនាមពោលគឺចូលទៅក្នុងអង្គបុគ្គលរបស់ព្រះត្រីឯកដើម្បីឲ្យពួកគេអាចនឹងមានការរួបរួមផ្នែកសរីរាង្គជាមួយសភាពត្រីឯករបស់ព្រះនឹងត្រូវបាននាំចូលទៅក្នុងសេចក្តីអំណរនៃសភាពត្រីឯកសម្រាប់ការដំណើរជីវិតក្រុមជំនុំអំណានថ្ងៃនេះការជ្រមុជទឹកមានពីរទិដ្ឋភាពមើលឃើញដោយទឹកនិងទិដ្ឋភាពមើលមិនឃើញដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគម្ពីរកិច្ចការជំពូក2ខ38និងខ41ជំពូក10ខ44និង48ទិដ្ឋភាពមើលឃើញគឺជាការសម្ដែងចេញជាទីបន្ទាល់នៃទិដ្ឋភាពមើលមិនឃើញរីឯទិដ្ឋភាពមើលមិនឃើញគឺជាសភាពពិតនៃទិដ្ឋភាពមើលឃើញបើគ្មានទិដ្ឋភាពមើលមិនឃើញដោយព្រះវិញ្ញាណទេនោះទិដ្ឋភាពមើលឃើញដោយទឹកគឺឥតប្រយោជន៍ហើយបើគ្មានទិដ្ឋភាពមើលឃើញដោយទឹកទេនោះទិដ្ឋភាពមើលមិនឃើញដោយព្រះវិញ្ញាណគឺជាអរូបីនិងគ្មានលក្ខណៈអនុវត្តដូច្នេះត្រូវការទាំងពីរពាក្យថាចូលទៅក្នុងម៉ាថាយជំពូក28ខ19បង្ហាញពីការរួបរួមការជ្រមុជទឹកពួកអ្នកជឿចូលទៅក្នុងព្រះនាមរបស់ព្រះត្រីឯកគឺជាការនាំយកពួកគេចូលទៅក្នុងការរួបរួមដ៏អាថ៌កំបាំងខាងវិញ្ញាណជាមួយទ្រង់យោងតាមម៉ាថាយជំពូក28ខ19មានព្រះនាមតែមួយសម្រាប់សភាពត្រីឯកព្រះនាមនេះគឺជាការបូកសរុបនៃរូបអង្គរបស់ព្រះស្មើនឹងអង្គបុគ្គលរបស់ទ្រង់ការជ្រមុជទឹកអ្នកជឿម្នាក់ចូលទៅក្នុងព្រះនាមរបស់សភាពត្រីឯកគឺជាការមុជគាត់ចូលទៅក្នុងអ្វីៗទាំងអស់ដែលព្រះត្រីឯកជាការត្រូវបានជ្រមុជទឹកចូលទៅក្នុងអង្គបុគ្គលរបស់ព្រះត្រីឯកគឺជាការត្រូវជ្រមុជទឹកនៅក្នុងព្រះវិញ្ញាណ
ដែលរួមបញ្ចូលគ្រប់ទាំងអស់និងបានសម្រេចចុងក្រោយដែលជាការសម្រេចចុងក្រោយបង្អស់របស់ព្រះត្រីឯកដែលបានឆ្លងកាត់ដំណើរការនេះគឺជាការត្រូវបានជ្រមុជទឹកចូលទៅក្នុងភាពបរិបូរណ៍របស់ព្រះវរបិតាចូលទៅក្នុងភាពបរិបូរណ៍របស់ព្រះរាជបុត្រានិងចូលទៅក្នុងភាពបរិបូរណ៍របស់ព្រះវិញ្ញាណហេតុនេះអ្វីក៏ដោយដែលព្រះវរបិតាមានអ្វីក៏ដោយដែលព្រះរាជបុត្រាមាននិងអ្វីក៏ដោយដែលព្រះវិញ្ញាណទទួលបានសុទ្ធតែក្លាយជារបស់យើងក្នុងម៉ាថាយជំពូក28ខ19ការត្រូវបានជ្រមុជទឹកគឺការត្រូវបានជ្រមុជទឹកចូលទៅក្នុងព្រះត្រីឯកប៉ុន្តែនៅក្នុងកិច្ចការត្រូវបានជ្រមុជទឹកគឺការត្រូវបានជ្រមុជទឹកចូលទៅក្នុងព្រះអង្គម្ចាស់យេស៊ូវជំពូក8ខ16និងជំពូក19ខ5នេះបង្ហាញយ៉ាងច្បាស់ថាព្រះអង្គម្ចាស់យេស៊ូវគឺជាការប្រែសភាពរបស់ព្រះត្រីឯកជាការសរុបនៃព្រះរាជបុត្រាជាការសរុបនៃព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណលើសពីនេះទៀតនៅក្នុងសម្បត្តិទាំងឡាយពលនិយាយថាការត្រូវបានជ្រមុជទឹកគឺជាការត្រូវបានជ្រមុជទឹកនៅក្នុងព្រះវិញ្ញាណនៅក្នុង1កូរិនថូសជំពូក12ខ13ហេតុនេះគ្រាសញ្ញាថ្មីបើកសម្ដែងថាយើងត្រូវបានជ្រមុជទឹកចូលទៅក្នុងព្រះត្រីឯកចូលទៅក្នុងព្រះអង្គម្ចាស់យេស៊ូវនិងនៅក្នុងព្រះវិញ្ញាណនេះបង្ហាញថាព្រះអង្គម្ចាស់យេស៊ូវគឺជាការសរុបនៃព្រះត្រីឯកហើយព្រះវិញ្ញាណគឺជាការប្រែសភាពពិតរបស់ព្រះអង្គម្ចាស់យេស៊ូវយើងបានជ្រមុជទឹកនៅក្នុងព្រះវិញ្ញាណហើយនេះគឺជាការត្រូវបានជ្រមុជទឹកចូលទៅក្នុងព្រះអង្គម្ចាស់យេស៊ូវដែលជាការត្រូវបានជ្រមុជទឹកចូលទៅក្នុងព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណព្រះត្រីឯកជាលទ្ធផលយើងគឺជាតែមួយនឹងព្រះត្រីឯកហើយអ្វីក៏ដោយដែលព្រះអង្គជានិងមានគឺជារបស់យើងនៅក្នុងការរួបរวมផ្នែកសរីរាង្គជាមួយទ្រង់សេចក្តីអំណរនៃសភាពត្រីឯករបស់ព្រះតាមរយៈព្រះវិញ្ញាណដែលជាការសម្រេចចុងក្រោយរបស់ព្រះត្រីឯកនេះគឺសម្រាប់ការដំណើរជីវិតក្រុមជំនុំ